នេះខ្ញុំសុនីសូមស្វាគមន៍មកកាន់វគ្គ Daily News Feed ដោយសារតែនៅថ្ងៃទី7កញ្ញាខាងមុខនេះគឺវត្តមានរបស់ iPhone 7នឹងចេញជាផ្លូវការហើយដូច្នេះនាងខ្ញុំសូមបង្ហាញអំពីតម្លៃដែលពេលនេះគឺកំពុងតែបែកធ្លាយយ៉ាងសន្ធឹកសន្ធាប់នៅលើបណ្ដាញអ៊ីនធឺណិតគឺ iPhone 7ដែលមានទំហំ 32G គឺមានតម្លៃ$790ចំណែកឯទំហំ 128G វិញគឺ$910ចំណែក iPhone 7 Plus គឺ 32G មានតម្លៃ$910ចំណែកឯ 128G គឺតម្លៃ$1030ចំណែកឯ iPhone 7ដែលមានទំហំរហូតដល់ទៅ 256G គឺមានតម្លៃរហូតដល់ទៅ$1060សម្រាប់ iPhone 7 Plus 256G ដែរគឺមានតម្លៃ$1180ចំពោះតម្លៃនេះគឺជាពាក្យចចាមអារាមប៉ុន្តែត្រូវបានអ្នកជំនាញភាគច្រើននឹងយល់ថាវាគឺជាតម្លៃមួយដែលថ្លៃកប់ពពកពិបាកនឹងប៉ាន់ស្មានខ្លាំងមែនទែនក្រៅពីនេះនៅមានពាក្យចចាមអារាមផ្សេងទៀតពាក់ព័ន្ធជាមួយនឹងលក្ខណៈពិសេសរបស់ iPhone 7 នោះគឺថាវាមានបំពាក់ជាមួយនឹងថាមពលថ្មគឺថាខ្លាំងជាងមុនហើយបើវាមានសមត្ថភាពជាមួយនឹង iOS 10ដែលវាអាចធ្វើឲ្យសមត្ថភាពកាមេរ៉ាមុខក្រោយនឹងគឺកាន់តែថតច្បាស់ជាងមុនហើយកម្រាស់របស់វាក៏កាន់តែស្ដើងផងដែរហើយអ្វីដែលពិសេសនោះគឺថាគឺអត់មានរុនកាសទេហើយថាមពលថ្មខ្លាំងជាងមុនហើយ memory វិញក៏អត់មាន 16G ដែរគឺ iPhone 7 គឺមានតែ 32G 128G និង256តែប៉ុណ្ណោះហើយមួយទៀតគឺវាធន់ជាមួយនឹងទឹកបានល្អគឺថាវាមិនងាយនឹងនៅពេលដែលជ្រាបទឹកគឺថាមិនមានជាបញ្ហាចោតខ្លាំងនោះទេចំណែកឯពណ៌វិញគឺមាន5គឺមានពណ៌ខ្មៅរលោងពណ៌ប្រផេះពណ៌ទឹកប្រាក់ពណ៌ផ្កាឈូកហើយនិងពណ៌មាសហើយមួយទៀតវិញគឺថា iPhone 7 Plus គឺមានកាមេរ៉ាភ្លោះហើយមាន RAM រហូតដល់ទៅ 3G ទៀតផងពាក់ព័ន្ធជាមួយនឹងវត្តមានរបស់ទូរស័ព្ទ iPhone 7 នេះគឺថាបានធ្វើឲ្យកក្រើកនៅបណ្ដាស្ទើរតែទូទាំងពិភពលោកហើយអ្នកដែលធ្លាប់មានបទពិសោធន៍ក្នុងការប្រើប្រាស់ជាមួយនឹង iPhone ហើយនិងអ្នកដែលមិនទាន់សោះនោះគឺក៏ចង់ដឹងផងដែរថាទូរស័ព្ទស៊េរីថ្មីនេះវាមានលក្ខណៈពិសេសប៉ុណ្ណាហើយយើងចាប់អារម្មណ៍ឃើញថាក្រៅពីអ្នកដែលប្រើប្រាស់នៅបណ្ដាប្រទេសផ្សេងៗនេះពាក់ព័ន្ធជាមួយនឹងអ្នកដែលនៅកម្ពុជាវិញគឺទស្សនិកជនគឺថាអតិថិជនមួយចំនួនដែលនៅកម្ពុជាហ្នឹងគឺថាចង់ឲ្យ iPhone 7 ហ្នឹងគឺមានកាមេរ៉ាគឺថាថតច្បាស់សូម្បីតែនៅទីងងឹតក៏អាចថតបានល្អផងដែរហើយសូមឲ្យ iPhone 7 ហ្នឹងគឺថាយ៉ាងហោចណាស់ក៏មាន 32G ឡើងទៅដែរអត់មាន 16G ទេហើយអេក្រង់វិញគឺបដូរទៅជា LEDដោយឬក៏ជា Super AMOLED ដែលអាចមានកម្រិត resolution ហ្នឹងគឺថាច្បាស់ជាងមុនហើយមួយទៀតគឺមានថាអាចក្រោះហ្នឹងការពារទឹកហើយនឹងធូលីដីដូចជា Samsung Galaxy Note 7ផងដែរចំណុចមួយទៀតគឺថាធ្វើយ៉ាងណាឲ្យ iPhone ហ្នឹងគឺកាន់តែស្ដើងប៉ុន្តែមានសមត្ថភាពខ្ពស់ក្នុងការការពារកញ្ចក់ហ្នឹងបានល្អមួយទៀតគឺសាកថ្មឆាប់ពេញគឺថាត្រឹមតែកន្លះម៉ោងអីអាចសាកថ្មត្រឹមពី70ទៅ80%អីឆាប់ពេញតែម្ដងហើយអ្វីដែលពិសេសគឺថា cellular data គឺថាមានភាពងាយស្រួលនៅក្នុងcontrol center អញ្ចឹងហើយមួយទៀតគឺចង់ឲ្យមានសំឡេងកាន់តែលឺខ្លាំងចាស់ទស្សនិកជនក្រៅពី iPhone 7 នេះឥឡូវនាងខ្ញុំសូមឲ្យលោកអ្នកមកចាប់អារម្មណ៍ជាមួយនឹងតម្លៃរបស់ iPhone 6s វិញដោយសារថាទូរស័ព្ទវាមាន iPhone 6 iPhone 6s ហើយនិង iPhone 7ប៉ុន្តែ iPhone 7 គឺមិនទាន់ចេញទេគឺចេញជាផ្លូវការនៅថ្ងៃទី7កញ្ញាហើយពាក់ព័ន្ធជាមួយនឹងតម្លៃវិញគឺឃើញថាថ្មីនេះគឺ iPhone 6s ចាប់ផ្ដើមធ្លាក់ថ្លៃខ្លាំងដែលខុសពីទីផ្សារពីមុននៅពេលដែល iPhone 6s ចាញ់ iPhone 6 គឺអត់សូវធ្លាក់ថ្លៃនោះទេប៉ុន្តែតម្លៃសម្រាប់ iPhone 7 នៅពេលចាញ់ iPhone 6s ធ្លាក់ថ្លៃមែនតើដែលយើងឃើញថានៅលើទីផ្សារគឺ iPhone 6s ដែលមានទំហំ 16G នេះគឺបានទម្លាក់ពី$788មកនៅត្រឹម$599ទៅហើយប៉ុន្តែអ្នកជំនាញគឺបានប្រាប់ថាបើសិនជាលោកអ្នកមិនទាន់ចង់ទិញ iPhone 7 ក្នុងពេលឥឡូវនេះទេលោកអ្នកអាចចាប់អារម្មណ៍ក្នុងការប្រើ iPhone 6s វិញហើយ iPhone 6s នេះគឺថាវាមានសមត្ថភាពក៏មិនចាញ់នឹង iPhone 7 ផងដែរក៏ប៉ុន្តែលោកអ្នកមិនគួរប្រើ iPhone 6 នោះទេបើសិនជាលោកអ្នកពិតជាចង់ផ្លាស់ប្ដូរស៊េរីមែនដោយសារថា iPhone 6 គឺវាអត់សូវមានសមត្ថភាពអីពិសេសទេរីឯកាមេរ៉ាក៏ថតមិនសូវច្បាស់
ហើយវាដើរយឺតនិងពុំមានបច្ចេកវិទ្យា 3D touch ទៀតផងហើយមែនតើទៅ iPhone 6 ហើយនិង iPhone 6s គឺមានតម្លៃខុសគ្នាត្រឹមតែ$100ប៉ុណ្ណោះនេះខ្ញុំសូមអរគុណចំពោះការតាមដាននៅវគ្គ Daily Newsfeed តាំងពីដើមដល់ចប់ពាក់ព័ន្ធជាមួយនឹងព័ត៌មាន iPhone ដែលជិតចេញក្នុងពេលឆាប់ៗនេះហើយសូមអរគុណទស្សនិកជនបាយបាយ